រឿងជ្រូកបានជាឆ្នាំកុលរឿងនេះដើមឡើយមានសេចក្តីនិទានថាមានសេដ្ឋីកដុំពីរម្នាក់មានទ្រព្យសម្បត្តិស្រុកស្ដំហើយមានកូនប្រុសម្នាក់តែជាអកុសលកូននោះកើតមកមានរូបរាងកាយជាសត្វជ្រូកឪពុកម្ដាយអន់ចិត្តពន់ពេកព្រោះកូនមានសភាពជាសត្វកូននោះទៀតសោតក៏ឆាប់ចេះដើរចេះនិយាយភាសាមនុស្សឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសហើយមានប្រាជ្ញាឆ្លៀសវៃខ្លាំងណាស់ខ្លួនក៏កាន់តែធំចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុកម្ដាយប្រើការងារផ្សេងធ្វើបានសពគ្រប់ចំណែកវត្ថុស្ងាត់កំបាំងដែលមាននៅក្នុងខ្លួនជ្រូកនោះឪពុកម្ដាយពុំបានដឹងសោះឡើយតាមពិតជ្រូកនោះមានប្រខ័ណ្ឌជារបស់ទឹកនៅក្នុងខ្លួនលុះជ្រូកនោះមានវ័យកាន់តែចម្រើនធំឡើងឪពុកម្ដាយកាន់តែពេញចិត្តអំពីចរិយាដឹងត្រូវទាល់តែរូបជាជ្រូកប៉ុណ្ណោះស្រាប់តែវេលាថ្ងៃមួយជ្រូកនោះនិយាយទៅកាន់មាតាបិតារបស់ខ្លួនថាសូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួនឪពុកម្ដាយឮហើយទល់គំនិតសំងំដកដង្ហើមធំនិយាយទៅកាន់កូនវិញថាអូកូនម្ដាយអើយឲ្យម្ដាយឪពុកទៅនិយាយស្ដីកូនណាគេឲ្យគេព្រមយកនោះបើកូនឯងមានសភាពជាជ្រូកយ៉ាងដូចនេះសពថ្ងៃឪពុកម្ដាយមានកូនឯងម្នាក់ចិត្តទីអាណិតស្រឡាញ់ស្មើនឹងជីវិតឯទ្រព្យសម្បត្តិអត់មានក្រទេហើយមានអត់ខ្វះតែត្រង់រឿងដែលកូនឲ្យឪពុកម្ដាយទៅស្ដីដណ្ដឹងកូនគេនោះឪពុកម្ដាយទាល់កំណត់ហើយត្រង់រឿងនឹងម្ដាយមិនហ៊ានទៅនិយាយស្ដីកូនគេនោះទេបើគេនិយាយថាម៉េចឲ្យមកវិញឯងគ្មានផ្លូវដោះការអ្វីនោះឡើយឪពុកម្ដាយខ្មាស់គេខ្លាំងណាស់តែបើកូនយកជ្រូកដូចគ្នានោះគឺវាមិនពិបាកទេជ្រូកក៏ប្រាប់ទៅឪពុកម្ដាយវិញថាប្រពន្ធស្រីជ្រូកខ្ញុំមិនយកទេយកតែប្រពន្ធស្រីមនុស្សបើរកមិនបានទេខ្ញុំសូមដើរទៅរកប្រពន្ធខ្លួនឯងហើយមិនយូរប៉ុន្មានស្រាប់តែជ្រូកនោះអត់ប្រាប់អ្វីទៀតឡើយក៏ដើរបាត់ពីផ្ទះកដុំពីរប្តីប្រពន្ធស្វែងរកកូនសពទិសទីមិនឃើញសោះក៏កើតចិត្តក្រៀមក្រំអាណិតកូនចំណែកជ្រូកនោះវិញមុននឹងធ្វើដំណើរចេញទៅក៏ឈរសម្លឹងឧទ្ទិសនៅក្នុងចិត្តថាបើគូភរិយាពីបុព្វេរបស់ខ្ញុំមាននៅទីណាសូមទេវតាជួយនាំចិត្តខ្ញុំឲ្យដើរទៅត្រង់ទិសនោះចុះបន្ទាប់មកជ្រូកក៏ដើរចេញដំណើរចូលទៅក្នុងព្រៃជាដរាបអស់ជាច្រើនថ្ងៃទើបបានជួបស្ត្រីចំណាស់ម្នាក់ដើរជីកដំឡូងតែម្នាក់ឯងនៅក្នុងព្រៃស្ងាត់ជ្រូកឃើញក៏ដើរចូលទៅជិតហើយសួរថាលោកយាយដើររកអ្វីបានដើរឬទេយាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអាណិតស្រឡាញ់ហើយក៏តបវិញថាយាយរកជីកដំឡូងតែឥឡូវនេះមិនទាន់បានទេ
ជ្រូកក៏សួរទៅទៀតថាយាយនៅដល់ទីណាតើលោកតាគាត់នៅដែរឬទេហើយយាយមានកូនប៉ុន្មានអ្នកដែរលោកយាយក៏ឆ្លើយតបទៅជ្រូកវិញថាចៅអើយផ្ទះយាយនៅឯណោះរីឯតាវិញគាត់ស្លាប់យូរយារណាស់មកហើយយាយនៅមេម៉ាយមេព្រៅជាមួយកូនស្រី2នាក់គ្មានប្រុសទេឥឡូវកូនស្រីនេះធំពេញក្រមុំអស់ហើយជ្រូកឮយាយប្រាប់ថាមានកូនក្រមុំ2នាក់នៅទំនេរដូច្នោះជ្រូកក៏តាំងចិត្តនិយាយដំណើរខ្លួនឲ្យយាយស្គាល់សពគ្រប់ហើយសុំទៅនៅជាមួយនឹងយាយផងយាយនឹកក្នុងចិត្តថាជ្រូកនេះនិយាយដឹងខុសត្រូវសពគ្រប់ចេះនិយាយភាសាមនុស្សពីរោះស្ដាប់ខ្លាំងណាស់ហើយថាឪពុកម្ដាយជាសទ្ធីផងបើជ្រូកស្រឡាញ់កូនអញហើយបើកូនអញវាព្រមអញគួរតែផ្សំគុំវាហើយទើបគាត់ប្រាប់ទៅជ្រូកវិញថាចៅឯងជួយរកដំឡូងឲ្យយាយបន្តិចសិនទៅជ្រូកបោលចូលព្រៃភ្លាមស្វែងរកដំឡូងមិនយូរប៉ុន្មានជ្រូកឈ្មោះដីបានមើលដំឡូងក៏ជាច្រើនគំនោយាយចេះតែតាមរឹសដាក់កញ្ជើមានទាំងដំឡូងម៉ងអាខ្យាតដំឡូងដៃខ្លាដំឡូងទឹកដំឡូងទៀនគ្រប់មុខយាយពេញចិត្តនឹងចៅជ្រូកឥតឧបមាព្រោះឆ្លាតប៉ិនប្រសពរកដំឡូងពេញកញ្ជើទាំងពីរជ្រូកបង្គាប់ឲ្យយាយឲ្យលើកកញ្ជើដាក់ដំឡូងលើខ្នងហើយដើរទៅតាមយាយរហូតដល់ផ្ទះឯកូនក្រមុំទាំងពីរនាក់បានឃើញម្ដាយមកពីព្រៃក៏នាំគ្នាចេញមកទទួលដូចសពមួយដងយាយក៏បង្ហាញឲ្យចៅជ្រូកស្គាល់កូនក្រមុំទាំងពីររួចហើយលើកកញ្ជើដំឡូងដាក់ចុះលើពីខ្នងចៅជ្រូកឯកូនក្រមុំទៅចិត្តម្ដាយក៏លួចសួរខ្សឹបថាម៉ែជ្រូកនឹងមកពីណាចេះនិយាយផងម្ដាយប្រាប់សពគ្រប់លុះបន្តិចទៅកូនស្រីយាយនោះនិងចៅជ្រូកក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នាដែរយាយជាម្ដាយដឹងថាកូនរបស់គាត់និងចៅជ្រូកស្គាល់គ្នាស្និទ្ធស្នាលហើយក៏ផ្ដើមសួរចិត្តកូនបងនាងបងប្រកែកក៏សួរទៅនាងប្អូនរីឯនាងប្អូនក៏ឆ្លើយវិញថាស្រែកតែម៉ែទេម៉ែឲ្យខ្ញុំទៅនរណាខ្ញុំតាមម៉ែទាំងអស់យាយបានដឹងពាក្យនេះត្រេកអរខ្លាំងណាស់ហើយក៏ឲ្យដំណឹងទៅចៅជ្រូកដឹងពីរឿងនេះចៅជ្រូកត្រេកអរពន់ពេកហើយនិយាយជាមួយនឹងម្ដាយក៏ផ្សំគុំកូនបើឲ្យទៅជាគូជាមួយនឹងចៅជ្រូកតាមប្រពៃណីសពគ្រប់យាយក៏ចាត់ចែងឲ្យជាលំនៅឋានឲ្យកូននៅដោយឡែកជាដរាបតទៅបានប្រមាណជាកន្លះខែនៅស្រុកនិគមនោះមានលេចឮថានឹងមានពួកភ្លេងរបាំគេនឹងមកលេងនៅជិតនោះអ្នកភូមិជិតខាងទាំងចាស់ទាំងក្មេង
ក៏ផ្អើលឈូឆរនាំគ្នាស្រស់ស្រូបម្ហូបអាហារពេលប្រលប់រួចរាល់ក៏នាំគ្នាទៅមើលច្រើនហូរហែនាងពៅជាប្រពន្ធក៏សុំនាងពៅប្រពន្ធជ្រូកក៏ចង់ទៅមើលនឹងគេដែរហើយក៏បានបបួលចៅជ្រូកជាប្តីឲ្យទៅមើលផងតែចៅជ្រូកប្រាប់ថាអូនទៅចុះបងនៅចាំផ្ទះនាងពៅកាលក៏បានអនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេឯចៅជ្រូកវិញក៏ដឹងថានាងភរិយាចេញទៅឆ្ងាយហើយក៏ទម្លាយស្រោមចេញទៅមើលនឹងគេដែរហើយស្រោតទូតឲ្យលឿនទៅដល់ទីនោះមុននាងពៅទៅដល់ហើយក៏ចូលទៅលេងភ្លេងជាមួយនឹងគេចេះបត់បែបភ្លេងយ៉ាងជំនាញដោយពួកភ្លេងនោះដែរលុះអស់ពេលហើយដឹងថាពួកអ្នកស្រុកនិងនាងពៅត្រឡប់ទៅផ្ទះវិញក៏ឈប់ភ្លាមហើយត្រឡប់ភៀសខ្លួនរួសរាន់ធ្វើដំណើរឲ្យដល់ផ្ទះមុនប្រពន្ធហើយចូលទៅក្នុងស្រោមវិញដូចដើមលុះនាងពៅធ្វើដំណើរទៅដល់ផ្ទះចៅជ្រូកក៏ផ្ដើមសួរទៅភរិយាថាអូនទៅមើលរបាំគេនោះល្អមើលទេគេលេងដូចម្ដេចខ្លះទៅនាងពៅក៏រៀបរាប់ប្រាប់ប្តីថាមានអ្នកលេងម្នាក់រូបរាងស្អាតខ្លាំងណាស់ច្រៀងក៏ពីរោះហើយចេះរាប់ចាក់ក្បាច់ក៏សមអ្នកមើលគេចាប់ចិត្តលើបរោះម្នាក់នោះគ្រប់គ្នាចៅជ្រូកក៏សួរបន្តទៀតថាអ្នកនោះស្លៀកសម្លៀកបំពាក់ពណ៌ខៀវពាក់អាវពណ៌ក្រហមមែនទេឬប្រពន្ធក៏បានឆ្លើយតបថានឹងហើយចុះហេតុអ្វីបានជាបងដឹងឬមួយក៏បងទៅមើលនឹងគេដែរចៅជ្រូកនៅស្ងៀមមិនចេញស្ដីអីក៏ហើយទៅតាមពិតចៅជ្រូកនិងនាងពៅស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសម្ដីនិងសម្ដីតែប៉ុណ្ណោះទេឯខ្លួនប្រាមពុំដែលបានប៉ះគ្នាឡើយលុះដល់ល្ងាចមួយទៀតអ្នកស្រុកផ្អើលឈូឆរទៅមើលភ្លេងរបាំនោះទៀតនាងភរិយាចៅជ្រូកក៏សុំដីទៅមើលទៀតចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយរួចក្រោយមកខ្លួនក៏លួចចេញពីស្រោមហើយទៅចូលរួមក្នុងវង់របាំនោះដូចយប់មុនទៀតកាលណាដល់ពេលគេចប់ភ្លាមចៅជ្រូកម្នីចូលស្រោមខ្លួនវិញឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះលុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថាម៉េចហើយអូនទៅមើលល្ងាចនេះល្អមើលទេថ្ងៃនេះល្អប្លែកជាងមុនទៅទៀតបងចៅជ្រូកសើចរួចតបបែបដូចប្រងើយវិញថាអ្នកដែលលេងល្អជាងគេនោះគឺបរោះស្លៀកសម្លៀកបំពាក់ពណ៌ខៀវពាក់អាវពណ៌ក្រហមនោះមែនទេឬនាងពៅឆ្ងល់ក៏សួរទៅប្តីវិញថាចុះម៉េចក៏បងដឹងខ្ញុំដូចជាឆ្ងល់ខ្លាំងណាស់នេះពេលល្ងាចថ្ងៃទី3នាងពៅសុំស្វាមីទៅមើលទៀតស្វាមីក៏អនុញ្ញាតដូចយប់មុនចៅជ្រូកក្រោយពីដឹងថាប្រពន្ធ
បានទៅផុតហើយក៏ប្រញាប់ប្រញាល់ចេញពីស្រោបប្រុងទៅលេងភ្លេងជាមួយនឹងគេទៀតចំណែកនាងភរិយានាងមិនទៅរហូតនោះទេព្រោះនាងសង្ស័យចំពោះប្តីនេះណាស់នាងទៅបានបន្តិចក៏វិលមកចាំខ្លំមើលប្តីស្រាប់តែឃើញប្តីចេញពីស្រោបហើយមានរូបឆោមឡោមល្អស្រស់ប្រំប្រៃគឺជាបរោះលេងរបាំដែលនាងតែងតែសរសើរថាល្អនោះនាងពៅស្ទុះវឹងទៅចាប់ប្តីមិនឲ្យចូលក្នុងស្រោមវិញឡើយហើយនាងអង្វរប្តីកុំឲ្យចូលទៅក្នុងស្រោមទៀតប្តីក៏សុខចិត្តតាមពីអង្វររបស់ភរិយាតែសូមឲ្យនាងរក្សាទុកស្រោមនោះឲ្យបានល្អនាងពៅក៏យល់ព្រមយកស្រោមនោះទៅទុកដាក់នៅកន្លែងមួយយ៉ាងសមរម្យតាមបង្គាប់ប្តីហើយក៏នៅសុខសាន្តជាមួយគ្នាជារៀងរហូតតទៅពេលមួយនៅប្រទេសនោះឥតមានស្ដេចគ្រងរាជ្យបន្តពួកសេនាវកាមាត្យក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យដើម្បីឡើងគ្រងរាជ្យសម្បត្តិតែពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺសុសសាយគ្រប់ទិសទីពពួកសេវកាមាត្យក៏បានទៅអញ្ជើញបរិសនោះឲ្យឡើងគ្រងរាជ្យគ្រប់គ្រងប្រទេសតទៅលុះបានឡើងគ្រប់គ្រងរាជ្យសម្បត្តិហើយប្រមាណជាកន្លះខែព្រះចៅឡើងគ្រងរាជ្យសម្បត្តិថ្មីនោះបាននាំមហេសីទៅរកផ្ទះកដុំពីរជាពុកម្ដាយកដុំពីរក៏រំភើបស្លុតក្នុងចិត្តហើយតាំងរៀបចំកន្លែងទទួលព្រះរាជាស្ដេចសួរនាំអំពីដំណើររឿងដើមចោមមានកូនប្រុសស្រីប៉ុន្មាននាក់ភរិយាសទ្ធិក្រាបបង្គំទូលថានាងខ្ញុំម្ចាស់មានកូនប្រុសតែម្នាក់គត់ហើយជាជ្រូកទៀតផងតែគេចេះនិយាយភាសាមនុស្សបានច្បាស់លាស់ណាស់ពេលមួយនោះទារកដណ្ដឹងប្រពន្ធលោកខ្ញុំព្រះអង្គប្រាប់ថារកពុំបានទេកូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅទីណាមកណាយូរណាស់មកហើយសូមទានជ្រាបស្ដេចជ្រាបព័ត៌មាននេះហើយក៏ត្រាស់អំពីរឿងពិតឲ្យកដុំពីរដឹងសពគ្រប់កដុំពីរត្រេកអរខ្លាំងណាស់ក៏នាំគ្នាអោបព្រះរាជាសរសើរបុណ្យបារមីព្រះរាជាត្រាស់អញ្ជើញកដុំពីរជាព្រះបិតាមេត្តាទៅរស់នៅឯវាំងជួបជុំគ្នាឯយាយចាស់ជាម្ដាយនាងពៅវិញក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យមកនៅក្នុងវាំងដែរពិតមែនតែព្រះអង្គមានរូបកាយជាមនុស្សពេញលេញបរិបូរណ៍ក៏ប៉ុន្តែទ្រង់នៅតែនឹកសន្តោសដល់សត្វជ្រូកព្រោះពីមុនមកធ្លាប់រស់នៅជាមួយសត្វនេះក៏ព្រះអង្គត្រាស់បញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូកដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទី12ឲ្យស្គាល់ថាឆ្នាំកុលនោះជានាមសត្វជ្រូកនេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្នាំ
រឿងខ្យងក្រហមរឿងខ្យងក្រហមមានគោលបំណងអប់រំដល់បងប្អូនកុមារឲ្យមានស្មារតីប្រុងប្រយ័ត្នចំពោះការជ្រើសរើសមនុស្សមកធ្វើជាមិត្តមិនត្រូវមើលតែសម្បកក្រៅនោះទេព្រោះរូបរាងសម្រស់ស្អាតខាងក្រៅមិនមែនសុទ្ធសឹងតែបញ្ជាក់អំពីអត្តចរិតល្អទាំងអស់នោះឡើយយ៉ាងណាមិញការជ្រើសរើសសត្វសម្រាប់យកមកចិញ្ចឹមក៏ត្រូវតែយល់ឲ្យបានច្បាស់អំពីគុណសម្បត្តិនិងផលប៉ះពាល់របស់វាផងដែរដើម្បីជៀសវាងនៃការខាតបង់ប្រយោជន៍ទៅថ្ងៃក្រោយកាលនោះមានបរិសម្នាក់ជាកសិករបានរឹកខ្យងក្រហមពីស្រុកឆ្ងាយចំនួន4មកដាក់នៅក្នុងអាងទឹករបស់គាត់ហើយប្រាប់ប្រពន្ធថាខ្យងនេះមានពណ៌មាសស្អាតណាស់បងនឹងចិញ្ចឹមវាឲ្យរស់នៅក្នុងអាងទឹករបស់យើងដល់ពេលវាមានកូនច្រើនយើងនឹងលែងវាឲ្យទៅរស់នៅក្នុងស្រះវិញពេលនោះភូមិយើងនឹងសម្បូរខ្យងក្រហមមាសនេះជាច្រើនពុំខានឡើយប្រពន្ធសម្លឹងមើលខ្យងបណ្ដើរនិយាយបណ្ដើរថាខ្យងនេះពិតជាស្អាតណាស់វាមានសម្បុរដូចមាសពិតមែនលុះរាត្រីកាលបានមកដល់ខ្យងក្រហមទាំង4បានជួបប្រជុំគ្នាអំពីជីវិតរបស់ពួកគេមានខ្យងមួយនិយាយថាពេលនេះអ្នកស្រុកជាសប្បាយចិត្តនឹងចិញ្ចឹមយើងណាស់ពួកយើងត្រូវតែខំតស៊ូរស់នៅឲ្យបានយូរអង្វែងហើយត្រូវនាំគ្នាបង្កើតកូនឲ្យបានច្រើនដើម្បីផ្សព្វផ្សាយពូជពង្សរបស់យើងនៅក្នុងភូមិស្រុកនេះនៅពេលដែលអំពើយើងបានច្រើនហើយនោះយើងត្រូវអនុវត្តតាមផែនការដែលគ្រោងទុកមុនពេលដែលយើងបានចេញពីសហគមន៍ចាស់របស់យើងខ្យងក្រហមមួយទៀតបាននិយាយបន្តទៀតថានៅតាមផ្លូវខ្ញុំឃើញសន្ទូងអ្នកស្រុកស្អាតណាស់ហើយឃើញបឹងមួយនៅក្បែរភូមិនឹងមានប្រឡាយទឹកខ្វាត់ខ្វែងមានត្រកួនប្រលិតជាច្រើនដុះនៅទីនោះទៀតផងទាំងអស់នេះសុទ្ធតែជាកន្លែងដែលយើងអាចរស់នៅនិងពងហើយញាស់កូនចៅបានយ៉ាងស្រួលមួយខែក្រោយមកខ្យងក្រហមបានពងនៅតាមអាងញាស់កូនខ្យងព្រុងព្រាតប្តីឃើញដូច្នេះសប្បាយចិត្តណាស់កូនកសិករដែលឈរនៅជិតនោះនិយាយថាពុកម៉ែអ្នកភូមិយើងគេមិនដែលស្គាល់ខ្យងនោះទេមិត្តភក្តិកូនក៏មិនដែលស្គាល់ខ្យងនេះដែរគេចង់មកមើលណាស់តើកូនអាចនាំពួកគេមកមើលខ្យងនេះបានដែរឬទេពិតជាបានណាកូនសម្លាញ់ពួកគេមកចោះពុកម៉ែមិនថាអីទេអ្នកភូមិនៅក្បែរនោះបាននាំគ្នាមកមើលខ្យងក្រហមគ្រប់គ្នាពួកគេបានសរសើរខ្យងនេះថាមានពណ៌ល្អដូចមាសអ្នកស្រុកខ្លះបាននិយាយចែកទិញខ្យងក្រហមនេះមកចិញ្ចឹមដែរមិនយូរប៉ុន្មានខ្យងមាសនេះក៏ត្រូវបានកសិករចិញ្ចឹមពេញភូមិការចិញ្ចឹមរបស់ពួកគេគឺទុកគ្រាន់តែជាការលម្អតែប៉ុណ្ណោះមិនមែនទុកធ្វើអាជីវកម្មអ្វីនោះទេដល់រដូវវស្សាទឹកក៏បានជន់លិចយ៉ាងខ្លាំងខ្យងក្រហមទាំងឡាយនាំគ្នាចាក់ចេញអំពីអាងនិងស្រះដែលអ្នកពុំបានចិញ្ចឹមចូលទៅតាមវាលស្រែនានាក្រោយមកទៀតខ្យងក្រហមក៏បានពងនិងមានកូនច្រើន
ឡើងច្រើនឡើងនៅតាមវាលស្រែប្រឡាយបឹងជុំជាមួយនឹងគល់ឈើមែកឈើដែលងើបនៅលើទឹកពិសេសគឺជាប់ដើមស្រូវដើមត្រកៀតនិងដើមត្រកួនជាដើមយប់មួយចងក្រហមជាច្រើនបានមកប្រជុំគ្នានៅក្នុងបឹងក្រោមការដឹកនាំរបស់មេក្រុមទាំង4ដែលកសិករបានចិញ្ចឹមមុនគេបង្អស់នៅក្នុងអាងខ្យងជាមេក្រុមនិយាយថាបងប្អូនកូនចៅទាំងអស់គ្នាឥឡូវនេះយើងបានកើតមកជាមហាគ្រួសារយ៉ាងធំមួយនៅទីនេះខ្ញុំសង្ឃឹមថាមហាគ្រួសាររបស់យើងនឹងរឹងរឹតតែកើនច្រើនថែមទៀតជាពុំខានហើយបើសិនជាមនុស្សណាហ៊ានបរិភោគយើងច្រើននឹងមានគ្រោះថ្នាក់ពេលនេះតទៅចំណីដែលឆ្ងាញ់សម្រាប់ពួកយើងគឺដើមស្រូវសំណាបផ្សេងត្រកួនស្រស់ដែលជាអាហារយ៉ាងពិសេសសម្រាប់យើងរាល់គ្នាពួកយើងលែងព្រួយបារម្ភពីការខ្វះខាតចំណីអាហារតទៅទៀតហើយបរិវារខ្យងទាំងអស់បាននាំគ្នាអបអរសាទរចំពោះការបង្កើតពូជពង្សរបស់ពួកគេថ្ងៃក្រោយមកខ្យងក្រហមកាន់តែមានចំនួនច្រើនឡើងនៅគ្រប់ទីកន្លែងហើយពួកគេបាននាំគ្នាស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករយ៉ាងប្រគិលសទុះណាខ្លីវាស៊ីបំផ្លាញដល់គុលពួកវាមានចំនួនច្រើនណាស់ស្រូវ1ហិកតាពួកវាស៊ីបំផ្លាញតែមួយយប់អស់តែម្ដងក៏មានមិនត្រឹមតែស្រូវនោះទេសូម្បីតែត្រកួនប្រលិតត្រកៀតក៏ត្រូវពួកវាស៊ីបំផ្លាញអស់ដែរធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពបំផ្លាញស្រូវរបស់ខ្យងក្រហមអ្នកស្រុកបានតាមដានគ្រប់ពេលវេលាទើបដឹងយ៉ាងច្បាស់ថាជាទង្វើរបស់ខ្យងក្រហមពួកវាមិនមែនជាសត្វខ្យងមាសល្អដូចអ្វីដែលកសិករបានស្គាល់កាលពីមុននោះទេហើយសកម្មភាពបំផ្លាញរបស់ពួកវាគឺចាប់ដើមឡើងនៅពេលល្ងាចត្រជាក់តែប៉ុណ្ណោះក្រោយមកកសិករបានរិះរកវិធីដើម្បីបំផ្លាញខ្យងក្រហមចង្រៃនេះចោលឲ្យអស់ដោយប្រើវិធីផ្សេងដើម្បីកម្ចាត់វាចេញពីស្រែឲ្យអស់អ្នកខ្លះបានរឹកខ្យងក្រហមមកវាយគប់ទៅចោលខ្លះទៀតបានបង្ហូរទឹកពីស្រែដើម្បីប្រមូលវាទៅបំផ្លាញចោលភ្លាមអ្នកដែលមានធនធានច្រើនគេបាននាំគ្នាទិញថ្នាំបំពុលឬចំណីបំពុលមកបំផ្លាញខ្យងក្រហមនៅក្នុងស្រែមួយថ្ងៃគេសង្កេតឃើញអ្នកភូមិមមាញឹកខ្លាំងណាស់នៅក្នុងការបំផ្លិចបំផ្លាញសត្វខ្យងក្រហមចេញពីស្រែរបស់ពួកគេតាំងពីព្រលឹមរហូតដល់ព្រលប់នៅវាលស្រែឃើញតែប្រជាជនចាស់មេឃប្រុសស្រីប្រាប់ដោយថង់កិតច្រែងល្អីប៉ោតដើររឹកចងក្រហមពីក្នុងស្រែមកបំផ្លាញជាហូរហែលុះដល់ពេលល្ងាចត្រជាក់ពួកគេក៏ចាប់ដើមបាញ់ថ្នាំពុលឬក៏បាចចំណីពុលនៅក្នុងស្រែដែលមានខ្យងក្រហមរស់នៅគេធ្វើរបៀបនេះតែនៅខាងស្រែតែប៉ុណ្ណោះព្រោះសត្វខ្យងក្រហមវាចាប់ដើមបំផ្លាញស្រូវពីជាស្រែទៅមុន
ឬពីកន្លែងដែលមានទឹកជ្រៅនៅពេលសម្រាប់ពីការបំផ្លាញចងក្រហមអ្នកភូមិមិនបានឆ្លៀតឱកាសនិយាយពន្យល់ដល់កូនចៅរបស់គេថាអ្នកភូមិបានឆ្លៀតឱកាសនិយាយពន្យល់ដល់កូនចៅរបស់ពួកគេថាណែកូនចៅទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅត្រូវទុកចងក្រហមជាសត្វចង្រៃព្រោះតាំងពីវាបានកើតច្រើននៅក្នុងស្រុកភូមិយើងមកវាបានបំផ្លាញស្រូវដាក់ស្រុកដាក់ភូមិរបស់យើងអស់ជាច្រើនហិកតាមកហើយអ្នកភូមិយើងអាចនឹងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់អត់ស្បៀងព្រោះស្រូវឆ្នាំនេះភាគច្រើនត្រូវបានចងក្រហមស៊ីបំផ្លាញអស់បើកូនចៅចងក្រហមនេះត្រូវរឹសវាមកបំផ្លាញចោលភ្លាមជាពិសេសកូនមិនត្រូវយកចងនេះទៅឲ្យអ្នកភូមិក្បែរខាងឬក៏យកទៅលេងនៅក្នុងបឹងដែលឆ្ងាយពីភូមិយើងនោះទេព្រោះវាអាចកើតច្រើនហើយស៊ីបំផ្លាញស្រូវដូចអ្នកភូមិយើងភូមិខាងឬទេកូនចៅរឿងទុនសាយនិងព្រះច័ន្ទមាននិទានមួយដំណាលថាកាលពីប្រពុតរមគ្រូនៃយើងត្រាច់រង្គត់អន្ទោលជាតិនៅក្នុងវាលវល់តសង្សារនៅឡើយនៅក្នុងជាតិមួយព្រះអង្គទ្រង់យល់យកកំណើតជាសត្វទុនសាយនៅរៀងរាល់ថ្ងៃពេញបរមីទុនសាយព្រះពោធិសត្វតែងតែសមាទានរក្សាឧបោសថសិលដោយឧទ្ទិសជីវិតព្រះអង្គជាទានបរមត្ថបារមីដើម្បីបំពេញព្រះពោធិសត្វឲ្យបានត្រាស់ដឹងជាព្រះពុទ្ធនៅថ្ងៃពេញបរមីព្រះឥន្ទទ្រង់ជ្រាបកកាឡាខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់មកសុំសាច់ព្រះអង្គធ្វើជាអាហារព្រះពោធិសត្វក៏សុខចិត្តបូជាជីវិតដល់ព្រាហ្មណ៍ចាស់ក៏ប៉ុន្តែព្រាហ្មណ៍នោះទូលព្រះអង្គថាខ្ញុំកាន់សិលយូរយារណាស់មកហើយមិនដែលសម្លាប់សត្វម្ដងណាឡើយពេលនោះទុនសាយព្រះពោធិសត្វក៏បង្គាប់ឲ្យព្រាហ្មណ៍ចាស់បង្កាត់ភ្លើងដើម្បីលោតសម្លាប់ខ្លួនប៉ុន្តែមុននឹងលោតចូលទៅក្នុងភ្នក់ភ្លើងនោះព្រះអង្គបានអធិដ្ឋានថាសូមឲ្យព្រះឆាយៈនៃព្រះអង្គទៅប្រស្ថានដិតជាប់នឹងមណ្ឌលព្រះច័ន្ទផងបន្ទាប់មកព្រះពុទ្ធិសត្វក៏លោតចូលទៅក្នុងភ្នក់ភ្លើងនោះដើម្បីឲ្យបានសាច់ដល់ព្រាហ្មណ៍បរិភោគបានសមបំណងក្រោយមកដោយអនុភាពនៃទានបារមីផងទើបបានជារូបភាពទុនសាយមានប្រកបនៅនឹងមណ្ឌលព្រះច័ន្ទដោយដែលយើងមើលឃើញរៀងរាល់ថ្ងៃនេះលុះចំណេរក្រោយមកបណ្ដាជននំគ្នារលឹកកំណើតសត្វទុនសាយព្រះពោធិសត្វនេះទើបធ្វើពិធីបុណ្យអំបុកសំពះព្រះខែគឺសំពះព្រះឆាយៈព្រះពោធិសត្វនេះឯងដោយនាំគ្នាជ្រើសរើសចំណីអាហារជាទីគាប់ចិត្តតម្រូវនឹងអធិស្រ័យនៃសត្វទុនសាយមានចេកអំបុកដំឡូងដូងត្រាវជាដើម
យកមកឧទ្ទិសថ្វាយជាហូហែជាប់ជាទំនៀមទម្លាប់រហូតមកដល់សពថ្ងៃនេះហេតុដូច្នេះហើយបានជាអ្នកស្រុកយើងប្រារព្ធពិធីអកអំបុកសំពះព្រះខែនៅថ្ងៃពេជ្របរមីខែកដឹកនេះព្រោះជាពេលបំណាច់ខែវស្សាផងជាពេលវេលាសម្បូរទៅដោយចេកអំបុកអំពៅត្រាវនិងដំឡូងផងរឿងខ្លាឃ្មុំសនិងខ្លាឃ្មុំខ្មៅរឿងនេះបង្ហាញពីសត្វមួយចំនួនដល់បងប្អូនកុមារនិងមិត្តភ័ក្តិអ្នកអានបានស្គាល់ហើយរឿងនេះចង់បង្ហាញអំពីភាពខុសឆ្គងរបស់សត្វខ្លាឃ្មុំទាំងពីរដែលមិនយល់ពីជីវិតរស់នៅក្នុងសង្គមនីមួយៗត្រូវធ្វើដូចម្ដេចហេតុនេះហើយបានជាគេធ្លាក់ពីឋានសួគ៌មករស់នៅជាមួយនឹងមនុស្សលោកហើយរស់ជាមួយនឹងសត្វផ្សេងទៀតនេះមកពីធ្វើអ្វីតាមចំណូលចិត្តរៀងៗខ្លួនការរស់នៅក្នុងសង្គមមួយត្រូវចេះស្គាល់ពីខ្លួនឯងនិងត្រូវស្គាល់ពីអារម្មណ៍អ្នកដទៃនោះទើបដឹងថាយើងគួរធ្វើអ្វីត្រូវចេះអនុគ្រោះគ្នាត្រូវមានចិត្តសន្តោសនិងសន្តិភាពរឿងនេះមាននិទានមួយដំណាលថានៅឋានព្រះព្រហ្មមានទេវតាពីរអង្គជាប់ទូកត្រូវបានព្រះព្រហ្មជប់ឲ្យខ្លាយទៅជាសត្វខ្លាឃ្មុំគឺសត្វខ្លាឃ្មុំញីសម្បុរសនិងខ្លាឃ្មុំឈ្មោលសម្បុរខ្មៅហើយឲ្យចុះមករស់នៅឋានមនុស្សលោកព្រះព្រហ្មបានផ្ដល់វិជ្ជាប្រែក្រឡាដល់ខ្លាឃ្មុំអាចប្រែទៅជាសត្វផ្សេងៗបានព្រះព្រហ្មមានបន្ទូលទៅកាន់ខ្លាឃ្មុំទាំងពីរថាអ្នកត្រូវចាំណាយើងមានលក្ខណៈមួយបើមានសត្វណាមកផ្ដល់ដំបូន្មានល្អទុកជាគំនិតបានពេលនោះពួកឯងនឹងក្លាយទៅជាមនុស្សវិញហើយខ្លាឃ្មុំទាំងពីរបានមករស់នៅក្នុងព្រៃធំមួយដោយយករូងថ្មធ្វើជាជម្រកខ្លាឃ្មុំខ្មៅចូលចិត្តប្រែក្រឡាខ្លួនណាស់ថ្ងៃខ្លះវាប្រែរូបទៅជាសត្វតោដើររកស៊ីជាមួយនឹងពួកសត្វចតុបាទដទៃទៀតដូចជាប្រើសឆ្លុះរមាំងកេះក្តាន់ទន្សោងខ្ទីងរមាសក្របីលាក់និងលាក់ខ្លាឃ្មុំខ្មៅតែងតែប្រែក្រឡាខ្លួនទៅជាសត្វទាំងនោះតាមចិត្តវាចង់បានដូចឥតខ្ចោះច្រើនថ្ងៃកន្លងមកខ្លាឃ្មុំខ្មៅបានទៅលេងទន្លេវិញម្ដងវាប្រែរូបទៅជាសត្វអណ្ដើកចុះលេងទឹកជាមួយនឹងពពួកត្រីដូចជាត្រីរាជត្រីគល់រាំងត្រីនាគត្រីត្រសក់ត្រីប្រាត្រីខ្លាត្រីសណ្ដាយត្រីបបែលត្រីដៀបបង្កងនិងត្រីផ្សេងៗដទៃទៀតជាច្រើនប្រភេទដូចមុនដែរ
វាទៅលេងទឹករៀងរាល់ថ្ងៃរហូតដល់ប្រែក្រឡាទៅជាសត្វត្រីទាំងនោះអស់ចិត្តទើបវាត្រឡប់ទៅលំនៅវិញថ្ងៃក្រោយបន្ទាប់វាចាប់អារម្មណ៍ជាមួយនឹងសត្វស្លាបវិញម្ដងវាក៏ប្រែក្រឡាខ្លួនទៅជាសត្វសេកហើរទៅទុំលើមែកឈើធំមួយលីកឡំជាមួយនឹងសត្វស្លាបច្រើនប្រភេទដូចជាឯកខ្លែងល្វាចេកតវ៉ៅពពេចចេកទេសខ្មាតអន្ទេបតុងកន្តៃចាបកន្លងក្រហមសារិកាកែវលលោកលាក់និងលាក់វាចូលចិត្តប្រែក្រឡាទៅជាសត្វស្លាបទាំងនោះដូចទម្លាប់មុនដែរដោយឡែកចំពោះខ្លាឃ្មុំញីសម្បុរសវិញវានៅតែក្នុងរូបមួយថ្ងៃគិតតែពីឆ្លោះមើលរូបរាងកាយខ្លួនឯងតុបតែងកាយមុខមាត់នៅមុខបន្ទះថ្មបញ្ឈមមានចំណាំងផ្លាតដូចកញ្ចក់វាស្រឡាញ់រូបរាងវាខ្លាំងណាស់ថ្ងៃមួយខ្លាឃ្មុំខ្មៅបានបបួលខ្លាឃ្មុំសដើរកំសាន្តព្រៃខ្លាឃ្មុំខ្មៅបានអួតពីការប្រែក្រឡាជាសត្វផ្សេងបានច្រើនប្រភេទមិនចន្លោះអំនួតនេះជំរុញឲ្យខ្លាឃ្មុំសបបួលខ្លាឃ្មុំខ្មៅនាំគ្នាខ្លាឃ្មុំទាំងពីរបានទៅពឹងសត្វទន្សាយធ្វើជាអញ្ញាកណ្ដាលហើយជាអ្នកវិនិច្ឆ័យទន្សាយយល់ព្រមដោយជួយដោយក្តីរីករាយហើយនាំគ្នាទៅរកកន្លែងមួយដ៏សមរម្យសម្រាប់នាល់គ្នាចាប់ផ្ដើមនាល់ទន្សាយឲ្យខ្លាឃ្មុំទាំងពីរប្រែក្រឡាព្រមគ្នាជាសត្វគោព្រៃក្តាន់និងសត្វរមាខ្លាឃ្មុំខ្មៅធ្វើដូចគ្រប់សត្វទាំងអស់ចំណែកខ្លាឃ្មុំសវិញធ្វើមិនបានដូចសត្វណាមួយឡើយទន្សាយអស់សំណោចចំពោះសត្វដែលខ្លាឃ្មុំសប្រែក្រឡាព្រោះដូចសត្វក្រៅភពទន្សាយបាននិយាយឲ្យខ្លាឃ្មុំខ្មៅឈ្នះដល់លទ្ធផលហើយទន្សាយបានឲ្យសត្វទាំងពីរទៅជំរកវិញពេលទន្សាយចេញបាត់សត្វរមាសប្រែរូបក៏បានកាឡាខ្លួនទៅជាខ្លាឃ្មុំញីសម្បុរសខ្លាឃ្មុំឈ្មោលសម្បុរខ្មៅវិញចំណែកខ្លាឃ្មុំឈ្មោលវិញធ្វើមិនដូចវាប្រែក្រឡាម្ដងជាពីរដងនៅតែមិនដូចពេលនោះមានសត្វតោមួយហក់មកឈរនៅលើផ្ទាំងថ្មសើចក៏ក្អឹកនៅពេលដែលឃើញខ្លាឃ្មុំឈ្មោលមិនដឹងជាមានរូបរាងដូចសត្វអ្វីសើចអស់ចិត្តតោនិយាយទៅកាន់សត្វទាំងពីរនោះថាឯងទាំងពីរនាក់គ្មាននរណាឈ្នះគ្មាននរណាចាញ់ទេខ្លាឃ្មុំសឯងស្គាល់តែពីខ្លួនឯងមិនចាប់អារម្មណ៍ពីអ្នកដទៃទេចំណែកខ្លាឃ្មុំខ្មៅវិញចាប់អារម្មណ៍តែរូបរាងអ្នកដទៃមិនគិតពីរូបរាងខ្លួនឯងសោះខ្លាឃ្មុំទាំងពីរសម្លឹងមើលតោចម្លែកនៅក្នុងចិត្តតោញញឹមហើយនិយាយបន្តខ្ញុំសូមផ្ដល់គំនិតដល់ពួកឯងថាជីវិតអ្នកទាំងពីរត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់និងត្រូវយល់ពីអារម្មណ៍អ្នកដទៃហើយស្វែងយល់ពីសង្យោគនេះដោយការគិតពិចារណាឲ្យបានច្បាស់លាស់ទោះនៅសង្គមណាក៏ដោយ
អាចរស់នៅបានដូចតែគ្នាទេអស្ចារ្យណាស់ក្រោយពីតោនិយាយចប់ខ្លាឃ្មុំទាំងពីរក៏ប្រែក្លាយទៅជាមនុស្សប្រុសកំឡោះនិងស្រីក្រមុំយ៉ាងស្រស់ស្អាតគ្រប់ដោយសម្លៀកបំពាក់សមរម្យព្រមទាំងមានមាសប្រាក់ម្នាក់មួយបង្វេចផងកំឡោះក្រមុំញញឹមប្រព្រឹមព្រាយក៏ថ្លែងអំណរអគុណដល់សត្វតោដែលជួយបំពេញលក្ខខណ្ឌព្រះព្រំធ្វើឲ្យគេคล้ายទៅជាមនុស្សវិញអ្នកទាំងពីរលាតោធ្វើដំណើរចេញពីព្រៃទៅរស់នៅជាមួយនឹងមនុស្សវិញពោពេញទៅដោយសុខសុភមង្គលយ៉ាងក្រៃលែងរឿងមីយាទក្អែករឿងនេះអ្នកនិពន្ធអប់រំអូនកុមារនិងយុវវ័យជាសិស្សានុសិស្សទាំងអស់ឲ្យមានការយល់ដឹងអំពីការខ្សែគប់មិត្តមុននឹងរាប់អានជាមួយនរណាម្នាក់យើងត្រូវត្រេះរិះពិចារណាពីកិរិយាមារយាទរបស់គេតែយើងអាចទុកចិត្តគេបានដែរឬទេព្រោះថាមិត្តភក្តិមួយចំនួនអាចឲ្យយើងអន្តរាយដល់ចំណេះវិជ្ជាបាត់បង់ទាំងទ្រព្យសម្បត្តិដោយមានការខ្សែគប់មនុស្សមិនល្អព្រោះមនុស្សមិនល្អតែងតែនាំយើងទៅរកភាពវិនាសហិនហោចឬក៏អាចមានផលអាក្រក់ដល់អាយុជីវិតផងក៏ថាបានពាក្យថាមិត្តមានពីរប្រភេទគឺកល្យាណមិត្តនិងបាបមិត្តដូច្នេះការរស់នៅក្នុងសង្គមនីមួយៗបើយើងសើគប់ចំមនុស្សល្អអាចផ្ដល់ផលប្រយោជន៍និងការរីកចម្រើនឲ្យយើងបើយើងឆាប់ជឿទុកចិត្តតែបើសើគប់ចំមនុស្សមិនល្អគឺទទួលបានមកវិញបានត្រឹមតែភាពអន្តរាយតែប៉ុណ្ណោះដូចមានរឿងមួយដំណាលថាកាលដើមឡើយនៅលើទឹកដីដ៏ធំធេងមួយនេះសម្បូរធនធានធម្មជាតិខ្លាំងណាស់មានទន្លេបឹងព្រែកជាច្រើនតែជាទីជម្រកដ៏សុខសាន្តរបស់សត្វគ្រប់ប្រភេទកាលនោះមានចាប់ពូកមួយវងរស់នៅលើដើមជ្រៃដ៏ធំមួយជាប់មាត់ព្រែកពួកគេបានធ្វើសម្បុករយិញរយោងស្អេកស្កះពាសពេញដើមជ្រៃហើយក៏នាំគ្នារស់នៅប្រកបទៅដោយសម្លេងញៀវញ៉ាលើរុក្ខជាតិមួយដើមនេះនៅក្នុងតំបន់នេះដែរក៏មានសត្វព្រៃគ្រប់ប្រភេទដូចជាទន្សាយកំប្រុកកណ្ដុរពស់និងបក្សាបាសីជាច្រើនទៀតបានមករស់នៅមូលមីដេដាស់ត្រហឹងអើកថ្ងៃមួយមានសត្វឥន្ទ្រីដ៏ធំមួយបានហោះហើរឆ្វែលរកចំណីសំកាំងពីលើដើមជ្រៃបណ្ដាលឲ្យមេចាពូកគិតភ័យជាខ្លាំងមេចាពូកនិយាយទៅកាន់កូនចៅវាថា
ពួកយើងទាំងអស់គ្នាខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ព្រោះថ្មីនេះមានសត្វឥន្ទ្រីហោះហើរចូលមកដែនដីព្រៃរបស់យើងជាញឹកញាប់ដូចនេះពីថ្ងៃនេះតទៅចូលពួកយើងមានការប្រុងប្រយ័ត្នការពារកូនចៅរបស់យើងឲ្យបានហ្មត់ចត់បើនរណាម្នាក់ចេញទៅក្រៅត្រូវទុកម្នាក់ឲ្យនៅចាំសម្បុកហើយពួកយើងទាំងអស់គ្នាកុំហើរទៅរកចំណីឆ្ងាយពេករកក្បែរនេះទៅបានហើយក្រោយពីស្ដាប់ដំបូន្មានមេវងហើយពួកចាពូក៏ប្រុងប្រយ័ត្នរៀងខ្លួនថ្ងៃមួយមេវងចាប់បានហើរសំដៅទៅទិសខាងលិចជិតភូមិដាច់ស្រយាលដែលមានប្រាសាទបាក់បែកមេវងចាប់ពូបានឃើញក្អែកគោកមួយក្រុមខ្លះទំពាកូនមាន់ខ្លះទំពាកូនទាខ្លះទំពាត្រីដែលអ្នកភូមិប្រឡាក់ហាលយកមកហែកស៊ីយ៉ាងឆ្ងាញ់មាត់មេវងចាប់ពូក៏គិតថាពួកឯកគូកនេះពូកែលួចគេណាស់គិតហើយមេវងចាប់ពូក៏ចឹកបានដកទៅតូចមួយទំពាហើសំដៅទៅដើមជ្រៃពិភាក្សាជាមួយនឹងមេចាប់ដតីទៀតដោយក្តីព្រួយបារម្ភព្រោះខ្លាចក្អែកគោកមកលួចបងនិងចឹកកូនស៊ីធ្វើជាអាហារបន្ទាប់ពីមេចាប់ជំនុំគ្នារួចរាល់ហើយក៏ប្រកាសដល់កូនចៅឲ្យរកស៊ីក្បែរមាត់ព្រែកតាមគុំព្រៃមិនហ៊ានឲ្យទៅឆ្ងាយទៀតឡើយថ្ងៃមួយនៅពេលមេវងចាប់ពូកហក់ទុំដើមត្រែងពីមួយទៅមួយស្រាប់តែឃើញក្អែកទឹកមួយគូកំពុងមួយងើបយ៉ាងរហ័សហើយលើករលាក់លេបត្រីយ៉ាងញាប់មាត់ឃើញយ៉ាងដូចនេះមេចាប់ពូកគិតនៅក្នុងចិត្តថាកន្លងមកព្រែកនេះមិនដែលមានក្អែកទឹកឯណាមកនោះទេចុះហេតុអ្វីបានជាពួកគេមកដល់ទីនេះកំពុងតែសេចក្ដីគិតស្រាប់តែមានសម្លេងក្អែកទឹកមួយគូបានស្រែកសួរដោយរុះរាយរាក់ទាក់ថាសួស្ដីបងក្អែកបងមករកចំណីតាមមាត់ព្រៃនេះតែឬអូមែនហើយខ្ញុំមានចម្រុកនៅម្ដុំនេះជាលំនៅតាំងពីដូនតាខ្ញុំមកម្លេះហើយព្រែកមួយនេះសម្រាប់តែកូនចាបពូខ្ញុំផឹកទឹកប៉ុណ្ណោះឯកទាំងពីរឮហើយសម្ដែងការរាក់ទាក់ជាមួយនឹងចាប់ពូថាអូសំទូផងណាបងចាបពួកខ្ញុំមកដល់ទីនេះដោយចៃដន្យតែប៉ុណ្ណោះតែខ្ញុំគិតថាទីនេះសុររកអាហារខ្លាំងណាស់សូមអនុញ្ញាតឲ្យពួកខ្ញុំរកត្រីហូបផងបានដែរឬទេក្រៅពីនេះពួកខ្ញុំមិនរំខានដល់កូនចៅបងឡើយមេវងចាប់ពូគិតនៅក្នុងចិត្តថាសពថ្ងៃខ្លាចពួកក្អែកគូខ្លាំងណាស់អាចមានថ្ងៃណាមួយពួកវាលួចចំណីអ្នកស្រុកអ្នកភូមិមិនបានវានឹងមកលួចពងឬចាប់កូនចៅឯងស៊ីមិនខានបើមានក្អែកទឹកជាមិត្តគ្រាន់បានជាទីពឹងមេវងចាប់ពូគិតហើយតបដោយសេចក្តីទុកចិត្តថាខ្ញុំយល់ព្រមឲ្យពួកបងមករកចំណីនៅទីនេះចុះក៏ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយគឺមិនអនុញ្ញាតឲ្យពួកបងមករកចំណីនៅដើមជ្រៃនោះទេអូអរគុណហើយណាបងចាបពួកខ្ញុំមិនភ្លេចបណ្ដាំនេះ
នោះទេចាប់តាំងពីថ្ងៃនោះមកក្អែកទឹកបានបញ្ជូនកូនចៅរបស់វាមកម្ដងមួយស្ទើរពាសពេញបឹងរហូតដល់ព្រែកចិត្តដើមជ្រៃនោះម្នាក់ពូកែហែលទឹកពូកែមួយទឹកខ្លាំងណាស់ដែលជាហេតុធ្វើឲ្យត្រីខ្យងខ្ចៅក្តាមកំពឹសស្ទើរតែផុតពូជទៅហើយត្រីខ្លះប្រឹងត្បល់ក្នុងពួកត្រីខ្លះទៀតខំហែលពួនចូលទៅក្នុងកន្លៀតថ្មធ្វើឲ្យទឹកព្រែកដែលធ្លាប់តែខ្លាចឆ្វេងប្រែទៅជាល្អក់ស្ទើរតែកូនចៅផឹកទឹកព្រែកនោះមិនកើតទៅហើយថ្ងៃមួយមានមេចាពុកមួយយំរៀបរាប់ប្រាប់មេវងចាប់ថាលោកម្ចាស់ក្រុមខ្ញុំបាត់បង់សមាជិកពី3នាក់ទៅហើយព្រោះពួកខ្ញុំបានទៅរកចំណីនៅទីប្រាសាទឯទិសខាងលិចត្រូវបានក្រុមក្អែកគោកនាំគ្នាដេញចាប់សម្លាប់ហើយជីធ្វើជាអាហារនៅសល់ប៉ុន្មានអ្នកខំហើរកិច្ចមករកសម្បុកទាំងប្រដាប់ប្រដួសពួកយើងចង់នាំគ្នាព្រួតដេញប្រយុទ្ធតតាំងនឹងពួកវាដែរប៉ុន្តែពួកយើងជាសត្វស្លូតត្រង់ទន់ខ្សោយខ្លួនក៏តូចពួកយើង10មិនស្មើនឹងខ្លួនវាមួយផងទោះបីយើងលើកគ្នាអស់ពីដើមជ្រៃក៏ចាត់ការពួកវាមិនបានដែរធ្វើដូច្នេះនាំឲ្យស្លាប់ដល់កូនចៅយើងច្រើនទៀតបញ្ហានេះចាំខ្ញុំទៅពិភាក្សាជាមួយនឹងក្អែកទឹកបន្តិចសិនព្រោះគេបានសុំយើងរាប់អានគ្នាជាមិត្តក្រោយពីមេវងចាប់ពូកពីគ្រោះគ្នាហើយក៏ហើរទៅជួបមេវងក្អែកទឹកហើយនិយាយថាបងក្អែកទឹកខ្ញុំមានរឿងធំហើយព្រោះថាពួកក្អែកគោករកចំណីអ្នកភូមិមិនបានបែរជាមកយាយីកូនចៅរបស់ខ្ញុំទៅវិញក្អែកទឹកឮហើយបាននិយាយអះអាងថាបងចាប់ពូកសូមបងកំភៃអីរឿងប៉ុណ្ណឹងទុកចិត្តលើខ្ញុំចុះខ្ញុំនឹងទៅជួបមេវងក្អែកគោកនឹងមិនអោយពួកគេមកជីកូនចៅបងទៀតឡើយតែខ្ញុំក៏មានលក្ខខណ្ឌមួយណាគឺខ្ញុំចង់ឲ្យកូនចៅតូចរបស់ខ្ញុំរកចំណីក្រោមដើមជ្រៃរបស់បងពីព្រោះនៅទីនេះសម្បូរត្រីដែលចូលចិត្តជ្រកក្រោមដើមម្លប់ឬជ្រៃនេះណាពេលផ្លែឈើជ្រុំពេលផ្លែជ្រៃទុំជ្រុះត្រីងើបមកស៊ីវាជាអាហារវាជាឱកាសស្រួលដល់កូនចៅរបស់ខ្ញុំផងម្យ៉ាងទៀតក្រោមដើមជ្រៃនេះមានម្លប់ត្រជាក់អាចការពារខ្លួនពេលមេឃក្តៅខ្លាំងមេវងចាប់ពូកលឺហើយក៏តបថាខ្ញុំក៏មានលក្ខខណ្ឌមួយដែរខ្ញុំសូមអនុញ្ញាតឲ្យកូនចៅបងរកចំណីនិងជ្រកក្រោមដើមជ្រៃនេះតែមួយរយៈពេលតែប៉ុណ្ណោះទេផុតពីខែនេះទៅសូមបងនាំគ្នាត្រឡប់ទៅបឹងនោះវិញចុះពួកគេទាំងពីរក្រុមក៏យល់ព្រមគ្នានៅលក្ខខណ្ឌរៀងៗខ្លួនបន្ទាប់មកក្អែកជាមេវងមួយគូបានហើរឆ្ពោះទៅជួបនឹងមេក្អែកគោកនិយាយគ្នាថាបងក្អែកគោកហេតុអ្វីបានជាបងសម្លាប់កូនចៅមិត្តភក្តិខ្ញុំមិត្តភក្តិរបស់ឯងជានរណាទៅពួកគេគឺជាចាប់ពុកម្ចាស់ដើមជ្រៃដ៏ធំធេងនោះអីអូឬនឹងទេអីតាមពិតវាជារឿងខុសឆ្គងបន្តិចបន្តួចរបស់ខ្ញុំ
នឹងកូនចៅរបស់ខ្ញុំតែប៉ុណ្ណោះណាស់ហើយចុះរឿងនេះទុកមួយឡែកសិនតិចចុះខ្ញុំមានរឿងមួយចង់សហការជាមួយនឹងបងរឿងអ្វីទៅសូមនិយាយមកចុះយើងជាពូជអម្បូរក្អែកដូចគ្នាយើងកុំបង្កចំនួននឹងគ្នាអីខ្ញុំចង់រកវិធីកម្ចាត់ពួកចាពុកចេញពីដើមជ្រៃយកព្រែកនិងយកដើមជ្រៃឲ្យកូនចៅរបស់យើងស្នាក់នៅល្អជាងមែនទេចំណុចនេះខ្ញុំបានគិតទុកជាយូរណាស់មកហើយតែពុំទាន់មានឱកាសចាំកូនចៅខ្ញុំធំធាត់បានច្រើនបន្តិចខ្ញុំនឹងកំទេចកូនចៅចាប់ពុកនេះឲ្យអស់ដើមឈើទាលដើមនាងនួនដើមច័ន្ទគិរីដែលនៅខាងលិចដើមជ្រៃនោះពួកបងយកជាទីចម្រុកសិនចុះឯពួកខ្ញុំសុំតែដើមជ្រៃនិងព្រែកមួយនោះទេក្រោយពីក្អែកទឹកនិងក្អែកគោកពិភាក្សាគ្នារួចរាល់ហើយពួកវាក៏ហើរចេញទៅទីតីរៀងខ្លួនចាប់តាំងពីពេលនោះមកពួកគេមិនឃើញមានក្អែកគោកមកយីឬសម្លាប់ក្រុមចាប់ពូកនោះទៀតឡើយរីឯក្អែកទឹកបន្ទាប់ពីកូនចៅធំធាត់ជាលំដាប់ហើយនោះក៏ជំនុំគ្នាដាក់បទបញ្ជាដល់កូនចៅរបស់វាថាឥឡូវដល់ពេលយើងត្រូវយកព្រែកដើមជ្រៃនោះហើយដូច្នេះអ្នកខ្លះនៅក្នុងទឹកឯអ្នកខ្លះទៀតនៅលើដើមជ្រៃទាញអង្រួនពងនិងកូនចាប់ឲ្យវាធ្លាក់ចុះមកក្រោមហើយអ្នកនៅក្នុងទឹកចាំចឹកបន្ថែមហែកស៊ីកុំឲ្យសេះសល់ចំណែកមេចាប់ពុកធំទុកឲ្យយើងចាស់ជាអ្នកចាត់ការពួកវាចុះមេក្អែកទឹកក្រោយពីការដាក់បាត់បញ្ជាកូនចៅរបស់ខ្លួនរួចរាល់ហើយក៏ហើរសំដៅទៅជួបក្អែកគោកជាបន្ទាត់ស្របពេលដែលក្រុមចាពុកកំពុងស្រែកញៀវញ៉ានាំគ្នាចូលជ្រកមេវងក្អែកទឹកបានទៅជួបមេវងក្អែកគោកដោយស្ងាត់ហើយនិយាយគ្នាថាបងក្អែកគោកដល់ពេលដែលយើងត្រូវចាត់ការក្រុមចាប់ពុកនេះហើយពេលណាទៅពេលព្រឹកស្អែកនេះមុនពេលដែលពួកវាចេញរកចំណីយើងសង្គ្រប់ពួកវាតែម្ដងក្រុមមេវងចាប់ពុកដែលហើរចេញពីដើមជ្រៃទុកឲ្យពួកបងជាអ្នកវាយប្រហារទៅចុះរីឯនៅលើដើមជ្រៃទុកឲ្យពួកខ្ញុំនិងកូនចៅរបស់ខ្ញុំជាអ្នកចាត់ការយើងជួបគ្នានៅពេលព្រឹកស្អែកមុនថ្ងៃរះគិតគ្នារួចហើយពួកក្អែកទាំងពីរក៏បែកគ្នាទៅត្រៀមកម្លាំងរៀងខ្លួនគ្រាន់តែព្រះអាទិត្យរះបានបន្តិចស្រាប់តែពួកក្អែកទឹកនិងក្អែកគោកហើរស្អេកស្កះពាសពេញមេឃនៅលើដើមជ្រៃបណ្ដាលឲ្យក្រុមចាប់ពូកមានសម្រែកជួញយំគួរឲ្យសង្វេគក្អែកទឹកធំហើយចាប់ចឹកសម្បុកទម្លាក់ពងនិងកូនចាប់ឲ្យធ្លាក់ត្រសក់ចុះមកក្រោមចាប់ពូកខ្លះត្រូវធ្លាក់នៅក្នុងទឹកប្រឹងប្រដររស់តែត្រូវក្រោមក្រុមក្អែកចឹកបន្ថែមឲ្យស្លាប់រីឯខ្លះទៀតរបួសដោយក្អែកទឹកចឹកហើយខំហើរគេចចេញទាំងប្រដរតែត្រូវក្រុមក្អែកគោកមកចឹកបន្ថែមឲ្យបាត់បង់ជីវិតការស្លាប់យ៉ាងរកៀលដោយមហាសោកនាដកម្មមួយដែលគួរឲ្យអាណិតដល់សត្វតូចតាចស្លូតត្រង់ព្រោះតែកលល្បិចមិត្តទ្រុះមិត្តតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះក្អែកទឹកបានចូលទៅដល់ក្នុងដើមជ្រៃដ៏ធំនោះហើយគ្រប់គ្រង
ធ្វើជាកម្មសិទ្ធិរបស់ខ្លួនគ្រានោះពួកចាប់ពូកត្រូវស្លាប់ស្ទើរតែផុតពូជនៅសល់តែចាប់ពូកឈ្មោលមួយក្រុមតូចតែប៉ុណ្ណោះខំហើយចូលទៅភូមិអ្នកស្រុកដើម្បីគេចចេញពីការសម្លាប់របស់អំបូកឯងប៉ុន្មានថ្ងៃក្រោយមកមានចាប់មេម៉ាយមួយបានហើររកចំណីទាំងផ្សងព្រេងទៅដល់ដើមត្នោតមួយនៅឯវាលស្រែក៏បានជួបនឹងសត្វឥន្ទ្រីកំពុងចឹកពោះស៊ីធ្វើជាអាហារមេចាប់ពូកឃើញយ៉ាងដូចនោះហើយអាណិតខ្លួនខ្លាំងណាស់ព្រោះនឹកឃើញគ្រួសារខ្លួនធ្លាប់សម្បូរសប្បាយមិនដែលខ្វះអាហារតែមកដល់ពេលនេះខ្លាយទៅជាចាប់អនាថាអត់ឃ្លានទៅវិញឥន្ទ្រីឃើញមេចាប់ស្រក់ទឹកភ្នែកក៏ស្រែកហៅមេចាប់នោះថាបងចាប់មកនេះកុំខ្លាចខ្ញុំអីខ្ញុំមិនស៊ីបងទេបងមើលទៅណែខ្ញុំស៊ីចំណីនេះមិនអស់ផងមេចាប់ពូកឮហើយក៏ហើរចូលទៅចិត្តសត្វឥន្ទ្រីបន្តទៀតថាចុះហេតុអ្វីបានជាបងយំហេតុអ្វីបានជាបងហើរតែម្នាក់ឯងយ៉ាងដូចនេះមេចាប់ពូកស្រក់ទឹកភ្នែកនិយាយយ៉ាងកំសត់ថាគ្រួសាររបស់ខ្ញុំស្លាប់ចិត្តអស់ហើយជំរកក៏គ្មានដែរព្រោះពួកអំបូរក្អែកបានបំផ្លាញសម្បុកខ្ញុំនិងសម្លាប់ពួកខ្ញុំស្ទើរតែអស់ទៅហើយសត្វឥន្ទ្រីនិយាយទៀតថាកន្លងមកពួកបងចេះតែខ្លាចពួកខ្ញុំមិនដែលមានបំណងចង់ស៊ីពួកបងនោះទេពួកបងគឺជាសត្វតូចតាចស្លូតត្រង់ខ្ញុំមិនដែលចង់សម្លាប់ពួកបងឡើយតែខ្ញុំឃើញពួកបងដូចជាត្រូវគ្នាជាមួយនឹងក្អែកទឹកនោះណាស់មែនឬទេមែនហើយតែឥឡូវគេបានក្បត់ខ្ញុំទៅហើយបងដឹងទេសត្វឯកជាសត្វរពឹសខាងលួចពួកសត្វស្លាបធំគេមិនចូលចិត្តពួកក្អែកនោះទេព្រោះវាគឺជាសត្វកលិចក្រលុចរមិលគុណថ្ងៃក្រោយពុំសែបគប់នឹងសត្វប្រភេទនេះតទៅទៀតឥឡូវបើចង់ឲ្យខ្ញុំជួយក៏ហួសពេលដែរឥន្ទ្រីថាហើយក៏ហើរចេញបាត់ទៅឥន្ទ្រីហើរទៅផុតបានបន្សល់ទុកនៅកំទេចសាច់ពោះបន្តិចបន្តួចនៅលើធៀងថ្នោតមេចាប់ក៏ខំចឹកស្រក់ទឹកភ្នែកដើម្បីចាប់អែតក្រពះហើយទុកសាច់ខ្លះបញ្ចុកកូនតូចនិងអ្នករងរបួសដែលហើមិនទាន់រួចក្រោយមកពួកចាប់ពូកក៏នាំគ្នាធ្វើសម្បុកនៅតាមចុងធៀងដូងធៀងស្លាក្បែរអណ្ដូកទឹកក្បែរផ្ទះអ្នកស្រុកអ្នកភូមិវិញដើម្បីជៀសវាងសត្វក្អែកមកសម្លាប់ចាប់ពីពេលនោះមកសត្វចាបមិនដែលធ្វើសម្បុកនៅលើដើមជ្រៃក្រឹមឬដើមជ្រៃទៀតឡើយមានពេលមួយចាប់ពូកហើរបណ្ដើរកូនតូចដែលទើបតែនឹងរៀនហើរឲ្យហើរទៅទុំនៅចុងធៀងដូងមួយយ៉ាងខ្ពស់សម្លឹមទៅព្រែករបស់ខ្លួនហើយចង្អុលប្រាប់កូនថាកូនមើលណោះដើមជ្រៃនេះហើយជាជំរករបស់យើងតាំងពីដូនតាមកម្លេះព្រែកនោះហើយដែលពួកយើងធ្លាប់ផឹកទឹកនិងធ្លាប់ងូតលេងយ៉ាងសប្បាយឥឡូវខ្លាយទៅជារបស់គេបាត់ទៅហើយគឺជាពូក្អែកណាកូនអំបូរក្អែកនេះជាឃាតករសម្រាប់សាច់ញាតិរបស់យើងចូលកូនចងចាំទុកណាកូនណា